អីទេម៉ែក្មេកខ្ញុំប្រមូលចានប្រមូលឆ្នាំងបដាសោយបដានិយាយទៅរាល់ថ្ងៃបានម៉ែក្មេកទេយូរថាគាំទ្រកូនប្រសាឲ្យទៅថាថតវីដេអូម្ដងដឹងតែញឹមសោយព្រឹមព្រៃហ្នឹងអត់ចេះប្រកាន់អីទេហើយគាត់ប្រាប់ខ្ញុំដែរថាអត់អីទេថតគាត់ទៅឲ្យតែមានបងប្អូនអ៊ំពូមីងគាត់ចូលចិត្តមើលហើយនិយាយអាក្រក់ពីគាត់ក៏បានដែរព្រោះអីគាត់ស្ដាប់អត់បានទេដល់ទៅពេលឮគាត់និយាយអញ្ចឹងមានអារម្មណ៍ថាអស់សំណោចមែនតែនគាត់របៀបថាចង់ឲ្យយើងហ្នឹងឲ្យយើងសប្បាយចិត្តក្នុងការថតវីដេអូអញ្ចឹងនិយាយទៅជួយ support គាំទ្រយើងមែនតែនម៉ែក្មេកខ្ញុំឲ្យកូនប្រសាចង់ធ្វើអីមានអីពិភាក្សាជាមួយគាត់បាននិយាយទៅរាល់ថ្ងៃបានគាត់នឹងឯងបងប្អូនអើយនៅផ្ទះជួយមើលកូនយើងហើយពេលយើងមានបញ្ហាអីឬក៏អីចង់ពិភាក្សាជាមួយគាត់អញ្ចឹងនិយាយទៅដូចម៉ែបង្កើតអញ្ចឹងចាំមិនខ្ញុំស្រឡាញ់ចូលចិត្តគាត់ហើយគាត់ប្រាប់ខ្ញុំថាឲ្យខ្ញុំនឹងធ្វើតាមស្រួលទៅមិនបាច់ចាំបាច់បខំទេព្រោះអីវីដេអូនឹងយើងមិនរំពឹងអីទេសំខាន់បានធ្វើទៅអ៊ំពូមីងគាត់ចូលចិត្តមើលទៅយើងក៏សប្បាយចិត្តតាមនឹងដែរកុំឲ្យអបសក់អីអញ្ចឹងថ្ងៃនេះបើសិនជាថាបានចេញទៅក្រៅឬទៅដើរលេងនេះកន្លែងប្លែកៗអីនឹងអញ្ចឹងម៉ែក្មេកខ្ញុំប្រាប់ឲ្យថាកុំភ្លេចយកទូរស័ព្ទទៅផងយកទៅថតណាហើយអាកន្លែងនេះប្លែកថ្មីថតដាក់ផុសផងនិយាយថាចាំជួយគ្រប់គ្រងយើងហ្មងខ្លាចយើងភ្លេចបើប្តីខ្ញុំវិញពេលថតគាត់ម្ដងអៀនរដងហ្នឹងគាត់ប្រាប់ថាពេលថតគាត់កុំឲ្យគាត់ដឹងខ្លួនតែគាត់ដឹងខ្លួនហ្នឹងគាត់ធ្វើខ្លួនអត់ត្រូវទេយល់ថាអៀនកាមេរ៉ាថាចោះប្តីគេអត់ទាំងអៀនហងហ្នឹងហើយថតគាត់ម្ដងហើយមិនក៏អៀនម៉េះគាត់ថាគាត់មិនសូវយល់ថាអ្នកចូលចិត្តអាខាងថតរូបហ្នឹងបងប្អូនពេលអញ្ចឹងគាត់រៀងអៀនកាមេរ៉ាអូនីអ៊ីហើយនឹងខ្ញុំអត់អីទេមួយម៉ែក្មេកខ្ញុំចេះចូលតួចូលអីជាមួយយើងដែរម៉ែក្មេកខ្ញុំគាត់ដឹងថាខ្ញុំចូលចិត្តខាងអាខាងថតរូបធ្វើវីដេអូធ្វើអីហ្នឹងតាំងពីខ្ញុំមកចិនដំបូងខ្ញុំចាប់ផ្ដើមធ្វើតិចអញ្ចឹងទៅដោយសារយើងអបសុកនៅផ្ទះអត់មានអីធ្វើដែរហើយដល់ពេលអញ្ចឹងយើងចិត្តតែផុសបដាទៅមានអ៊ំពូមីងគាត់ចូលចិត្តមើលទៅឬក៏បងប្អូនគាត់ស្រឡាញ់ចូលចិត្តទៅយើងក៏សប្បាយចិត្តពេលខ្លះទៅត្នេចូលអស់ comment យើងតប comment តបអីពួកគាត់ចឹងទៅសប្បាយចិត្តមែនតើត្នេអបសុកយើងធ្វើអីដែលថាខ្លួនឯងស្រឡាញ់ទៅយើងក៏សប្បាយចិត្តតាមនឹងដែរហើយនឹងគ្រួសារបងថ្លៃខ្ញុំគាត់មកលេងអញ្ចឹងទៅរៀងជុំគ្នាច្រើនប្តីខ្ញុំគាត់ចេញពីធ្វើការពេលគាត់ថាថ្ងៃនឹងប្រពន្ធរៀងហត់ហើយដោយសារធ្វើម្ហូបច្រើនមុខហើយដោយសារបងប្អូនមកលេងច្រើនខ្ញុំថាមិនអីទេណាមួយយូរបងថ្លៃមកលេងម្ដងហើយជុំគ្នាម៉ែក្មេកខ្ញុំគាត់ឃើញខ្ញុំធ្វើម្ហូបហត់អីចឹងបងប្អូនគាត់ខ្លាចចិត្តយើងមែនតើគាត់ថាមិនបាច់ឲ្យខ្ញុំនឹងលាងចានលាងឆ្នាំងទេចាំគាត់ប្រមូលចានប្រមូលឆ្នាំងយកទៅលាងខ្លួនឯងព្រោះអីឃើញខ្ញុំហត់មកល្ងាចអីចឹងគាត់ថាខ្លាចចិត្តយើងមែនតើនឹកសំណោះតែគាត់ថាឲ្យខ្ញុំនឹងនិយាយអាក្រក់ពីគាត់ក៏បានដែរពេលថតគាត់ទៅខ្ញុំថាឲ្យខ្ញុំនឹងទៅនិយាយអាក្រក់ពីគាត់មិនគាត់ដែរធ្វើអីអាក្រក់ដាក់ខ្ញុំផងហ្នឹងនិយាយទៅអាណិតគាត់ដែរបងប្អូនវាថាអង្គតែគាត់និយាយភាសាយើងស្ដាប់ភាសាយើងអត់បានយើងចង់និយាយល្អពីគាត់ក៏បាននិយាយអាក្រក់ពីគាត់ក៏បានព្រោះអីធ្វើអីក៏គាត់អត់ដឹងដែរតែខ្ញុំអត់ដាច់ចិត្តធ្វើអញ្ចឹងទេព្រោះគាត់ចាស់ហើយបងប្អូនអើយនិយាយថាម៉ែក្មេកឲ្យក្មេកខ្ញុំស្រួលមែនតើនៅពេលអញ្ចឹងអត់ដាច់ចិត្តធ្វើបាបពួកគាត់ទេណាមួយខ្ញុំនិយាយរាល់ថ្ងៃនេះជួបអ្វីដែលការពិតនិយាយប្រាប់ការពិតបើជួបថារឿងអត់ល្អនិយាយថាអត់ល្អបើជួបថាពួកគាត់និយាយល្អជាមួយយើងក៏ល្អជាមួយគាត់អញ្ចឹងណាព្រោះអីពិបាកដែរបងប្អូនការរស់នៅជុំគ្រួសារសាច់ថ្លៃនេះគ្រួសារខ្លះក៏ចិត្តអត់បានដែរម៉ែក្មេកខ្លះចិត្តអាក្រក់ណាបងប្អូនអញ្ចឹងមិនថាឲ្យតែម៉ែក្មេកជនជាតិចិនដឹងតែចិត្តបានគ្រប់គ្នាទេបងប្អូនអត់ទេដោយគ្រួសារដែលយើងហៅត្រូវហើយនឹងហៅខុសដែរទេ